គ្រប់ជំរាបសួរហើយក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះវិលមកជួបជាមួយនឹងខ្ញុំបានពុទ្ធីទៀតហើយថ្ងៃនេះផងដែរខ្ញុំបានសំណុំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយមកទស្សនាសកម្មភាពដំណើរកម្សាន្តអស់ហ្វ្រូតសងព្រេងដែលមានរយៈពេល3យប់3ថ្ងៃហើយក្នុងដំណើរកម្សាន្តមួយនេះខ្ញុំបាទរួមជាមួយនឹងក្រុមការងារក៏បានឈានទៅដល់ច្រើនកន្លែងមែនតើដូចជាទៅចាប់បង្កងដោយដៃនៅអូទឹកវេតហើយក៏បានទៅក្នុងផ្សារហើយរត់ទៅពិសេសជាងនឹងក៏បានទៅទេទឹកពុះដែលមានតែមួយកន្លែងគត់នៅក្នុងប្រទេសខ្មែរបាទហើយលើមិនអោយខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នារីករាយតាមខ្ញុំទៅទស្សនាសកម្មភាពវីដេអូពេញទាំងអស់គ្នាបាទចាប់ផ្ដើមនៅក្បាលវីដេអូឥឡូវពួកខ្ញុំក៏បានធ្វើដំណើរមកដល់កំពង់ស្ពឺហើយបងប្អូនបាទហើយក្នុងកន្លងពេលធ្វើដំណើរមកយូរឥឡូវពួកខ្ញុំក៏បានឈានមកដល់ទេទឹកពុះហើយចំពោះទេទឹកពុះនេះដែរក៏មានទីតាំងសន្ធិដ្ឋនៅក្នុងឃុំរលាក់កងជើងស្រុកអូរ៉ាល់ខេត្តកំពង់ស្ពឺហើយនេះក៏ជាលើកទី1សម្រាប់ខ្ញុំដែរដែលបានឈានមកដល់ទេទឹកពុះដែលមានទីតាំងតែមួយសន្ធិដ្ឋនៅក្នុងប្រទេសខ្មែរហើយក៏មានបងប្អូនជាច្រើនគាត់មកនឹងដូចថាត្រាំដៃត្រាំជើងអ្នកខ្លះទៅដូចថាគាត់អាចទ្រាំនឹងកម្ដៅបានក៏ដួសមកមុជនៅលើខ្លួនទៅដូចថាឈឺសម្ពាធដៃជើងអីអញ្ចឹងអាចធូរស្បើយលូកតិចៗបានក្តៅអូនទឹកឆុងមីតែមិនតិចទេអូយដូចទឹកដែលយើងដាំពុះហើយយើងដាក់ចុះប្រហែលជា1នាទីទេអូប៉ុណ្ណឹងឯងក៏ពុះនោះពុះក៏ក្រូចយោក្តៅណាស់នោះបាទពុះក៏ក្រូចនោះណាអូអន់អស់ហើយគាត់មិនបងនេះមកជាងខ្លួនបាទងាប់អាអីពូក្បាលនេះអញ្ចឹងស្ពឹកទាំងអស់ដែររួចទេ3ឆ្នាំមកត្រាំទឹក3ឆ្នាំទៅជាដើរដើរយើងដើរគឺមិនទាន់បានគ្រួបួនបាទក៏ដូចជាបងប្អូនបានលឺហើយបាទអ៊ំប្រុសគាត់ក៏បានប្រាប់ខ្ញុំបាទហើយចំពោះបងប្អូនឈឺស្ពឹកខ្លាំងចឹងយើងដូចថាសំកបនឹងកន្លែងហ្នឹងមកត្រាំទៅក៏បានធូរស្បើយជាច្រើនហើយចំពោះខ្ញុំផ្ទាល់មុននឹងទៅហ្នឹងក៏បានក្រិចជើងឈឺជើងប្រហែលថ្ងៃឲ្យបងប្អូនបាទដល់ពេលត្រាំទៅឃើញថាធូរស្បើយមែនតើហើយទឹករៀងក្តៅបន្តិចឲ្យបងប្អូនក៏ហមជើងយើងតែម្ដងហើយចំពោះទីតាំងដែលយើងត្រាំហ្នឹងទឹកហូរពីខាងលើមកអាកន្លែងនៅមុខហ្នឹងអត់អាចត្រាំបានទេបាទហើយឡើយតែនិយាយរឿងទេទឹកពុះឥឡូវយើងងាកមកខ្នេះពួកខ្ញុំក៏បានធ្វើដំណើរបន្តទៅទៀតឲ្យបងប្អូនបាទហើយពួកខ្ញុំឆ្ពោះទៅលើក្នុងផ្សារហើយក៏ជួបបងប្អូនជាច្រើនគាត់ទៅមកពីលើហ្នឹងគាត់ជិះគោយន្តទន្លេថងបាទហើយនោះបងប្អូនកន្លែងដែលខ្ញុំចូលទៅខាងមុខយើងត្រូវបើកឡានឡើងតាមនឹងឯងបងប្អូនបាទខ្ពស់មែនតើហើយឥឡូវពួកខ្ញុំក៏បានធ្វើដំណើរមកដល់កន្លែងម្ដុំមានបងប្អូនក៏លក់អីវ៉ាន់ជាច្រើនហើយឡើងទៅថ្ងៃហ្នឹងក៏បានសូមអនុញ្ញាតពីខាងបន្ទាយបឋានផងដែរបងប្អូនបាទបានឡើងទៅមិនមែនចេះទៅហ៊ានឡើងទៅទេហើយចំពោះឡានយើងដែលបានឡើងទៅនេះទាល់តែប្រភេទឡានអុសហ្វ្រូតមានគ្រប់ប្រដាប់ប្រដាសម្ភារៈដូចជាមានកាប៉ាតាសបានយើងអាចឡើងបានបើចំពោះឡានធម្មតាមិនអាចឡើងបានទេបងប្អូនយើងប្រឈមមុខនឹងគ្រោះថ្នាក់ខ្លាំងមែនតើបាទហើយចំពោះឡានយើងប៉ុណ្នេះផងនៅតែមានបញ្ហាខូចតិចតួចដែរបងប្អូនបាទហើយដល់ពេលឡើងមកដល់ចំណុចនេះបងប្អូនបាទខ្ញុំក៏បដូរមកជិះខាងឡានភក្តីវិញម្ដងបាទអង្គុយជួយទប់កាប៉ាតាសព្រោះអីវាលោតកាប៉ាតាសឡានត្រូវឈប់មាញ់អាយ៉ែថយក្រោយឡើងជិត10 20ម៉ែត្របងប្អូនហើយបាទដល់ពេលអញ្ចឹងទៅតតែមានម្នាក់អង្គុយទប់កាប៉ាតាសកុំឲ្យវាលោតទៅមុខតែវាលោតទៅមុខនឹងវិលតែ2កង់ហ្នឹងมันអាចឡើងទៅលើបានទេបងប្អូនបាទតវិល4កង់បានកម្លាំងឡានគ្រប់គ្រាន់នឹងឡើងរួចតែឡានយើងឡើងមិនរួចហើយអាចែមកក្រោយហ្នឹងគឺប្រឈមមុខនឹងបញ្ហាគ្រោះថ្នាក់ធំបងប្អូនបាទអញ្ចឹងយើងត្រូវព្យាយាមជួយគ្នាធ្វើម៉េចបើយើងឈប់ចតឡាននៅកន្លែងណាក៏ដោយឲ្យមានដូចថាដីស្មើបានបងប្អូនហើយដល់ពេលឡើងមកដល់លើបន្តិចទៀតបងប្អូនហើយក៏បានឲ្យលុតឈឹងទៀតហើយខ្ញុំមិនចេះបើកឡានទេបានតែអង្គុយជន់ប្រាំងនឹងឯងហើយខ្លួននេតចុះទៅមើលឃើញថាឡានភក្តីមិនអាចទៅមុខទៀតទេបាទទៅលេងមុខទៅហើយអញ្ចឹងទៅក៏សម្រេចថាសម្រាប់នៅនឹងហើយក៏បានពឹងបងប្រុសម្នាក់គាត់មកឃើញខូចអញ្ចឹងគាត់ក៏ឈប់មើលអញ្ចឹងទៅហើយក៏ពឹងគាត់ទៅទិញអីវ៉ាន់ដើម្បីយកមកផ្លាស់ប្ដូរវាអត់មានខូចអីច្រើនទេគ្រាន់តែយើងអត់មានអីយកមកប្ដូរបានជួយគ្នាអេបឡានទៅជំហៀងឲ្យរួចហើយក៏ឃើញថាមេឃរៀងងាយមែនតើបងប្អូនបាទម្នាក់អ្នកណាក៏ឃ្លានបាយដែរហើយចែគាត់ក៏យកសាច់គោយកមកស្លមជូរគ្រឿងបានជុំគ្នាហូបបាយរួចមេឃក៏ងឹតម៉មហើយទឹកសុទ្ធក៏អស់ទៀតក៏នាំគ្នាចុះទៅក្រោមទិញនៅកន្លែងតូបគេជិះឡើងមកពីងាយឃើញមានណាបងប្អូននៅដល់ពេលចុះទៅកុំឲ្យតែមានមនុស្សម្នាក់នៅតែតូបឡើងទៅវិញឡើងចង់ធ្លាក់អណ្ដាត
ហើយបងខាងម៉ូតូធំបាទពេលយប់ម៉ោងហើយជា8ជាងម៉ោង4ពួកគាត់នៅឡើងទៅលើដែរបងប្អូនហើយក្រោយពីនឹងមកផ្លែតបងប្រុសគាត់ក៏បានទៅជួយរកទិញអីវ៉ាន់បានហើយមកវិញទាំងយប់បងប្អូនបាទហើយខាងពួកខ្ញុំក៏មិនបងអង្គយូរដែរក៏យកអីវ៉ាន់នឹងមកផ្លាស់ប្ដូរធ្វើទាំងយប់ជួសជុលវិញបាទខ្លាចតែមេឃភ្លៀងមកហ្នឹងគឺឡើងទៅផ្លូវហ្នឹងយ៉ាប់មែនតើបងប្អូនហើយបាទណាមួយអញ្ចឹងផងហើយទី2ទៀតដល់ពេលបើយើងទុកដល់ព្រឹកដល់ពេលឡានគេចុះមកពីលើយើងខ្លាចជាអ៊ីតផ្លូវគេបងប្អូនហើយបាទហើយលើក៏បានជួសជុលរួចរាល់ហើយក៏បានរៀបអីវ៉ាន់នាំគ្នាឡើងទៅភ្លាមទាំងយប់ហើយតាមបណ្ដោយផ្លូវយើងឡើងទៅបងប្អូនខ្លះក៏គាត់មិនទាន់បានទៅដល់គោលដៅទេបងប្អូនហើយនៅដើរឈប់សម្រាកតាមផ្លូវនៅឡើយទេហើយលើក្នុងកន្លងពេលប្រហែលជា10នាទីពួកខ្ញុំក៏បានឡើងមកដល់លើហើយបងប្អូនបាទឃើញថាមានបងប្អូនជាច្រើនមែនតើបងប្អូនខ្លះក៏គាត់នៅអង្គុយលេងបងប្អូនខ្លះក៏ដើរលេងតាមនឹងទៅហើយបងប្អូនខ្លះគាត់ក៏ដេកសម្រាកទៅហើយឡានខាងយើងឃើញថាលឺសលេងខ្លាំងមែនតើបងប្អូនបាទហើយអញ្ចឹងក៏សម្រេចតែចុះទៅសម្រាកនៅកន្លែងរោងបងប្រុសដែលគាត់បានទៅជួយទិញអីវ៉ាន់នឹងដើម្បីនឹងព្រឹកឡើងនឹងយើងឡើងសេរីសិនឡានវិញតិចដើម្បីចុះទៅខាងនោះក៏ចំណោទខ្លាំងដែរដល់ពេលព្រឹកឡើងយើងចុះទៅនឹងដល់ពេលយើងចុះមកសម្រាប់ឲ្យឆ្ងាយពីបងប្អូនអញ្ចឹងទៅកុំឲ្យលាន់ថ្លង់ពួកគាត់ពេកហើយចុះមកដល់រោងគាត់ក៏ប្រហែលជាម៉ោង9កន្លះបងប្អូនបាទនាំគ្នាដេកអត់ទឹកទាំងអស់គ្នាម៉ោងនេះទីជាមួយពូបុកសងបាត់អរុនសុស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបាទពេលព្រឹកក៏ឈានមកដល់ហើយមើលទៅជុំវិញឃើញតែដើមស្រល់ហើយមេឃថ្ងៃនេះគឺឃើញថាចុះអាប់សស្គុះតែម្ដងមើលទៅទេសភាពជុំវិញពិតជាស្អាតមែនតើបងប្អូនហើយដល់តែអញ្ចឹងធ្វើយើងមានអារម្មណ៍ល្អមែនតើហើយដល់ពេលចូលទៅក្នុងព្រៃទៀតបងប្អូនហើយរឹតតែស្អាតទៀតមើលទៅដូចជាក្នុងរឿង Hollywood អញ្ចឹងបងប្អូនតែកុំច្រឡំបាទនេះគឺជាប្រទេសខ្មែរទេស្អាតមែនតើបងប្អូនបាទតែស្អាតក៏ស្អាតហើយទៀកក៏សម្បូរដែរបងប្អូនដើរតែមិនប្រយ័ត្ននឹងមកតោងរវាម2 3ក្បាលឥឡូវហើយខ្ញុំទៅប្រហែលជាមួយខែហើយដែរឥឡូវអង្គុយបញ្ចូលសលេងមើលវីដេអូទៀតបាទចង់ទៅទៀតតែមិនដឹងឯណាទេតម្រាំតែនឹងបានទៅទៀតបងប្អូនបាទឥឡូវតែឃើញទេសភាពស្អាតពេកដើរមើលជុំវិញមានណាភ្លេចថាខ្លួនឯងត្រូវទៅរកខ្ចីទូលវិសដើម្បីទៅសេរីឡានបន្តិចហើយផ្លូវឡើងទៅលើមិនបាញ់និយាយទេបងប្អូនឲ្យល្អិលមែនតើនេះបើថាអ្នកបើកមុំអត់សូវស្ទាត់ហ្នឹងមកតែដួលពេញឲ្យបងប្អូនបាទហើយដល់ពេលឡើងមកដល់លើក៏បានជួបបងប្រុសម្នាក់គាត់សួរថាទៅណាខ្ញុំថាទៅខ្ចីទូលវិសដល់អញ្ចឹងទៅគាត់ក៏យកមកឲ្យម្ដាមយកទៅប្រើទៅគាត់ថាមិនបាច់ឲ្យគាត់វិញទេចឹងហើយក៏អរគុណទឹកចិត្តគាត់មែនតើហើយចេះតកជាមួយនឹងបងធូគាត់កំពុងតែនិយាយស្អីគាត់ទៅចូលទៅវិញទៅមកបងធូនោះឯងដែលខាងទៅជួយទិញអីវ៉ាន់ឲ្យពួកខ្ញុំសេរីឡានរួចហើយក៏ជុំគ្នាហូបបាយហើយនឹងបន្តដំណើរចេញទៅមុខទៀតបងប្អូនបាទហើយបងក៏នាំផ្លូវជិះវៀងតាមផ្លូវក្រោមចេញទៅផ្លូវចូលទៅខាងអរ៉ាញវិញហើយបើចំពោះបងប្អូនទៅតែលេងនៅក្នុងផ្សារមានស្គាល់អ្នកឌុបជួនចឹងបងប្អូនអាចតាក់ទងតាមរយៈលេខខ្ញុំដាក់នៅខាងលើនេះបានតាក់ទងទៅបងធូគាត់ជាហ្គៃដឹកភ្ញៀវនៅក្នុងផ្សារហ្នឹងហើយឥឡូវក៏ដល់ពេលត្រូវបែកគ្នាហើយបងដូននឹងចែគាត់ក៏ចុះទៅខាងកំពង់ស្ពឺទៅពេញវិញក៏ដល់ថ្ងៃត្រូវធ្វើការងាររបស់ពួកគាត់ហើយខាងពួកខ្ញុំនៅគ្នាពីរឡាននេះឥឡូវចាប់ផ្ដើមចុះទៅខាងអរ៉ាញវិញបងប្អូនបាទហើយផ្លូវតាមនេះក៏ពិបាកគួរសមដែរបើថាមេឃភ្លៀងប្រហែលជាលំបាកខ្លាំងតិចហើយបងប្អូនបាទផ្លូវខ្វាត់ខ្វាញ់ដូចបងប្អូនបានឃើញហើយយើងត្រូវជិះទៅមុខឆ្ងាយមែនតើហើយតាមបណ្ដោយផ្លូវក៏ដូចជាបងប្អូនបានឃើញបាទកំពុងតែអភិវឌ្ឍធ្វើផ្លូវអញ្ចឹងខ្ញុំគិតថាមិនយូរទេយើងទាំងអស់គ្នានឹងបានផ្លូវល្អពេលដែលមកលេងនៅលើក្នុងផ្សារហើយផ្លូវនេះមិនមែនតែត្រឹមឡានទេអាចមានបញ្ហាខូចខ្លះបាទបងខាងម៉ូតូធំក៏ខូចម៉ូតូដែរបាទអ្នកខ្លះទៅក៏រុញចុះទួលអញ្ចឹងទៅបានម៉ូតូឆេះទៅមុខទៀតហើយងាកមកនិយាយពីសកម្មភាពវីដេអូខ្ញុំបាទថ្ងៃនេះផងដែរបាទបងប្អូនខ្លះមិនក៏ឆ្ងល់ដែរមិនបានមានតែសកម្មភាពជិះឡានជិះតាមផ្លូវតាមទួលតាមជ្រុះអីច្រើនអញ្ចឹងពិសេសគឺចេះតែបងប្អូនបាទជាស្រ័យខ្ញុំចង់ដាក់ឲ្យច្រើនសកម្មភាពផ្លូវហ្នឹងដើម្បីបងប្អូនដូចថាគាត់មិនដែលបានមកលេងគាត់មើលហើយគាត់ដឹងអាចប៉ាន់ស្មានថាម៉ូតូឬក៏ឡានរបស់គាត់អាចឡើងមកបានហើយចុះទៅបានអត់ហើយបើនិយាយពីពួកខ្ញុំវិញបាទឥឡូវនៅគ្នា4នាក់ហើយខាងខ្ញុំនិងភក្តីហ្នឹងក៏ជាលើកទី1ដូចគ្នាដែរទើបនឹងបានមកលេងនៅលើក្នុងផ្សារហ្នឹងបើបងបូរ៉ានិងខុនណេតគាត់មកលេងរហូតដល់ផ្លូវនេះគាត់រាប់ភ្លេចហើយបាទ
បាទតែក្នុងកន្លងពេលធ្វើដំណើរមកយូរឡើងភ្នំចុះភ្នំចំណោតខ្ពស់ចំណោតទាបឥឡូវក៏បានមកដល់ដីរៀបហើយបងប្អូនបាទហើយប៉ុន្តែដីរៀបនេះមិនមែនលក្ខណៈដីរៀបធម្មតាទេដីរៀបមានសម្បូរផុកហើយនឹងល្អិលមែនតើបងប្អូនបាទហើយបងប្អូននោះគាត់ជិះម៉ូតូឡើងទៅក្នុងផ្សារគាត់មកតាមផ្លូវឡើងពីអរ៉ាញ់វិញទៅសើពួកគាត់មែនតើបងប្អូនបាទផុកល្បាប់ដោយតែបងប្អូនបានឃើញផុកគឺច្រើនមែនតើតែអត់អីទៅពួកគាត់អាចនាំគ្នាមកបានបន្ទាប់ពីជួបពួកគាត់សួរនាំពីវាម៉ាត់ហើយឥឡូវដល់វេនពួកខ្ញុំទៅវិញម្ដងបាទហើយមកដល់ខាងមុខនេះកញ្ចក់ឡានរបស់យើងគឺមើលឡើងឃើញក្រោយសុទ្ធតែប្រឡាក់ផុកមានណាឡានមុខអាយ៉ែមកបុកគ្នាផ្ទើងបាទតែគាត់អីដែរបងប្អូនបាទមានបញ្ហាខូចអីទេបាទហើយឥឡូវក៏បន្តចេញទៅមុខទៀតហើយបើយើងទៅខុសគន្លងតិចបាទឡានវិលទៅកង់ទេទៅមុខមិនរួចទេបងប្អូនហើយទីបំផុតឥឡូវពួកខ្ញុំក៏បានចេញមកដល់ផ្លូវស្រួលហើយបងប្អូនបាទក៏បានចេញមកដល់ស្ទឹងហើយស្ទឹងនេះផងដែរបាទបើចំមេឃភ្លៀងខ្លាំងហើយនឹងទឹកឡើងក៏យ៉ាប់ដែរព្រោះខ្ញុំបានមើលវីដេអូឃើញបងឡានគាត់មកក្រោយពួកខ្ញុំនឹងចំវាទឹកស្ទឹងឡើងតទៅយកអិចមកទាញបានអូសឡើងបានឡើងទៅលើបានបាទសំណាងដែរពួកខ្ញុំមកថ្ងៃនឹងអត់ចំមេឃភ្លៀងហើយឥឡូវក៏ចេញមកដល់ភូមិហើយបងប្អូនបាទបើកឡានយូឃើញថារៀងហត់ដែរបងប្អូនបាទដល់ពេលចេញមកដល់អរ៉ែងបងបូរ៉ាគាត់ក៏នាំទៅលេងនៅជាការពូធីបាទជាការទៅរៀនគាត់ក៏ដាំទៅរៀនច្រើនហើយដាំធំមែនតើមិនដឹងថាគាត់ដាំប្រហែលឆ្នាំមកហើយទេបងប្អូនបាទហើយយើងមើលទៅជុំវិញឃើញថាដើមណាដើមនោះគាត់ថែពិតជាជាប់ផ្លែល្អមែនតើហើយខុនណេតគេចុះមកបាទញ៉ាំតោះបងធីយើងចុះទៅហូបទៅរៀនបាទហើយចំពោះផ្លែទៅរៀនវិញដើររៀងអោនតិចផងបាទតែអត់អោននឹងអាចនឹងមុតក្បាលហូរឈាមអញ្ចឹងទៅបាទហើយដើមមើលធំអញ្ចឹងគាត់ថាមួយដើមអាចជាប់100ផ្លែជាងនេះដើមចិត្តផ្ទះវាទុំគាត់បេះហូបខ្លះហើយទេបាននៅប៉ុណ្ណឹងបាទហើយងាកមកមើលខាងនេះវិញម្ដងបងប្អូនបាទកន្លែងអង្គុយលេងមើលទៅក្រោមត្រីខ្មៅធំមែនតើបងប្អូនបាទមើលពីលើចេះកុំច្រឡំថាអូ1គីឡូ2គីឡូអត់មែនទេបងប្អូនហើយបាទ1 4ដណ្ដប់គីឡូ5ដណ្ដប់គីឡូធំមែនតើទឹកអូជាប់នឹងផ្ទះជាប់នឹងកន្លែងគាត់អញ្ចឹងទៅគាត់ក៏បាំងសណាញ់ហើយដាក់ត្រីចិញ្ចឹមនៅនឹងទៅបាទក៏ដាក់មងបានហើយយកមកចិញ្ចឹមវានៅនឹងហើយក្បែរកន្លែងយើងអង្គុយលេងអេមែនតើអង្គុយលេងបដាងាកទៅមើលត្រីបដាហើយត្រីនេះទៀតចំពោះចំណីក៏ស្រួលស៊ីទៀតបងប្អូនបាទគាត់ត្រឡប់ឲ្យវាស៊ីផ្លែជីកព្រៃបាទបាទហើយចំពោះសកម្មភាពវីដេអូខ្ញុំបាទថ្ងៃនេះក៏បានកាត់ត្រឹមនេះសិនពុកម៉ែបងប្អូនបាទចាំរងចាំទស្សនានៅសកម្មភាពវីដេអូក្រោយដែលខ្ញុំបានទៅចាប់បង្កងដោយដៃនៅអូទឹកវេតហើយក៏សូមអរគុណកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏សូមជូនពរកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អទាំងអស់គ្នាបាយបាយពុកម៉ែបងប្អូនទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយ